bao thứ ba là pin đố bài សកម្មភាពនៃការលាយជីបាយទៅក្នុងស្រែពូយក M5451 បាទជាលើកទី2នេះគឺជាសកម្មភាពនៃការបាជីលើកទី2ក្រោយបាជីលើកទី1បានរយៈពេល12ថ្ងៃបាជីលើកទី1យើងប្រើជីស៊ីងដ្រូជែនបាទចំនួន 1B លាយជាមួយជីស៊ីងជប៉ុន 2B បញ្ជាក់ផងដែរថាប្រភេទជីស៊ីងដ្រូជែនគឺជាប្រភេទជីអាស៊ូតពិសេសហើយយើងលាយជាមួយជីស៊ីងជប៉ុនដែលជីស៊ីងជប៉ុនជាប្រភេទជីធម្មជាតិដែលជួយបាទសម្រួលដល់ការលូតលាស់ប្រព័ន្ធឫសហើយជីស៊ីងជប៉ុនក៏ជួយកែលម្អដីឲ្យដីធូរដីមានជីជាតិឡើងវិញយើងមកជីវគ្គទី1ហើយបាន12ថ្ងៃឥឡូវស្រូវរបស់យើងចាប់ដើមប្រែពណ៌ជីចម្ពោះហើយជាពេលវេលាដែលយើងត្រូវបាចលើកទី2បាចលើកទី2ដោយសារដីនៅតំបន់នេះជាប្រភេទតំបន់ដីខ្សាច់ដីដែលខ្សោះជីជាតិណាចឹងហើយយើងត្រូវការលាយជាមួយជីស៊ីងជប៉ុនបន្ថែមចឹងក្នុង1ហិកតាយើងប្រើជី 3B យើងប្រើជីស៊ីងជប៉ុន 1B លាយជាមួយជី NPK 28 16 8ហ្នឹងយើងប្រើវា 2B ទៀតចឹង1ហិកតាហ្នឹងយើងប្រើ 3B ហើយនេះគឺជាក្របជីដែលយើងលាយបញ្ចូលគ្នាដែលយើងកំពុងតែធ្វើការបាចទៅក្នុងស្រែរបស់យើងបាទជីពណ៌ខ្មៅជាប្រភេទជីធម្មជាតិហើយជីពណ៌រាងសហ្នឹងមានស្អាតខ្លះហ្នឹងគឺប្រភេទជីអាស៊ូតហើយនឹងជីពណ៌បៃតងប្រភេទជីផូស្វ័រហើយនឹងជីពណ៌រាងការ៉ុតឬក៏ពណ៌ផ្កាឈូកហ្នឹងគឺពណ៌ជីកាលីជីប៉ូរីសូបាទយើងលាយចូលគ្នាដើម្បីឲ្យដីយើងមានជីជាតិហើយមួយវិញទៀតគឺជួយឲ្យដងដើមរីកធំល្អធន់រឹងមាំវាធន់ជាមួយនឹងជំងឺផងដែរនេះគឺសកម្មភាពនៃការបាជីនៅខាងខេត្តបាទខេត្តសៀមរាបខាងស្រុកជីក្រែងសូមអរគុណ